ครับនឹងជំរាបសួរពុកម៉ែបងប្អូននេះជាសកម្មភាពខ្លះក្នុងការកោះរំលើងស្វ័យកែរមៀតចោលដោយសារតែវាធ្វើទៅវាមិនសូវបានផលធ្វើការកោះចោលការដាំកូនកៅស៊ូម្ដងដោយសារតែវាដើមរៀងធំដែរយើងត្រាក់ទ័រតូចធ្វើការឈូសវាមានការលំបាកខ្លះដែរក្នុងការសម្រាប់ដែលយើងដួលរលំវាมันមានភាពងាយស្រួលប្រហែលទេបងប្អូនត្រង់ថាត្រាក់ទ័រនេះតូចផងហើយឡើងដើមស្វាយនេះវាចូល10ឆ្នាំជាងហើយ10ឆ្នាំក្រាស់ហើយអញ្ចឹងយើងត្រូវការព្យួរវាឲ្យដាច់ឬពីខ្លះទៅចាំយើងធ្វើការរលំវាទៅគឺអូខេហើយបងប្អូនសំខាន់អាស្រ័យលើតិចនិចបងប្អូនដូចគ្នា